សូមគោរពលំអរកាយពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel និទានពូច្រាស់ព្រៃជាមួយនឹងខ្ញុំបាទផងដែរនេះគឺជាសាច់រឿងមួយដែលនិយាយអំពីគុណបុណ្យបារមីរបស់លោកតាធុដងមួយអង្គដែលទ្រង់បានទៅបង្ក្រាបតាឆៃហើយតាឆៃនោះគាត់គឺជាគ្រូអាគមត្រូវបានបែកនៅរបៀនខ្លាយទៅជាសត្វខ្លាស្មិលហើយបានដើររាតត្បាតអ្នកភូមិនៅឯព្រៃទទឹងកាលពីជំនាន់នោះគឺជាភូមិមួយដែលបានលាក់ខ្លួនយ៉ាងកណ្ដោចកណ្ដែងនៅក្នុងចន្លោះជួរភ្នំនិងព្រៃស្រោងចំណែកឯអ្នកភូមិភាគច្រើនបានប្រកបរបរចូលព្រៃរកជ័រនិងបរបាញ់សត្វទៅតាមទំនៀមទម្លាប់ក្រុមគ្រួសារអ្នកភូមិនីមួយៗនៅឯជ័យភូមិជាប់នឹងមាត់ព្រៃទទឹងមានខ្ទមស្លឹកចំណាស់មួយដែលគ្មាននរណាម្នាក់ហ៊ានដើរកាត់នៅពេលយប់ឡើយនោះគឺជាទីលំនៅរបស់លោកតាឆៃលោកតាឆៃគាត់គឺជាបុរសចំណាស់ម្នាក់អាយុប្រមាណជាង60ឆ្នាំប៉ុន្តែរាងកាយរបស់គាត់នៅតែមាំមួននិងសម្បុរពណ៌ទង់ដែងនិងមានស្នាមសាក់យ័ន្តខ្មែរបុរាណពាសពេញទ្រូងនិងផែនខ្នងរបស់គាត់ដែលធ្វើឲ្យអ្នកភូមិសម្គាល់និងគិតថានេះគឺជាតំណាងឲ្យមន្តអាគមគាថាការពារខាងអំពើផ្លូវងងឹតចំណែកឯអិរិយាបថរបស់តាឆៃវិញគាត់មិនសូវនិយាយស្ដីច្រើននោះទេតែគាត់ចូលចិត្តស្លៀកខោសូត្រក្រណាត់ពណ៌ខ្មៅនិងមានក្រមាចងចង្កេះជាប់ជានិច្ចអ្នកភូមិភាគច្រើនគឺគោរពកោតខ្លាចគាត់យ៉ាងខ្លាំងព្រោះតែគាត់មានអ្នកណាត្រូវអំពើអ្វីផ្សេងនោះគឺតែងតែទៅរកពឹងពររកឲ្យជួយដោះស្រាយនៅបញ្ហាទាំងអស់នោះមានអ្នកភូមិខ្លះទៀតត្រូវអំពើអំព័ន្ធអាប់ធ្មប់ឬក៏ខ្មោចចូលឬមានជំងឺចម្លែកដែលពេទ្យមិនអាចមើលជាឲ្យតែដល់ថ្ងៃដែលតាឆៃគឺដឹងតែជាសះស្បើយហើយដោយសារតែទឹកមុននិងខ្សែសីមារបស់គាត់ស័ក្តិសិទ្ធិណាស់នេះឯរដូវវស្សាបានចូលមកដល់ភ្លាមផ្ទៃមេឃតែងតែគ្របដណ្ដប់ទៅដោយពពកអាប់ខ្មៅនិងភ្លៀងរលឹមស្រេចមិនដាច់សោះភាពស្ងប់ស្ងាត់របស់អ្នកភូមិព្រៃទទឹងត្រូវបានបំបែកនៅពេលដែលយប់មួយនោះអ្នកស្រុកអ្នកភូមិនៅពេលដែលពួកគាត់បានចូលដំណេកលងលក់ណាមួយនៅហត់ពីរដូវធ្វើស្រែចម្ការផងពួកគាត់បានដេកលងលក់ទៅក៏ស្រាប់តែឮវងឆ្កែនៅក្នុងភូមិបានព្រុសលូយ៉ាងទំហឹងរួចក៏ស្ងាត់ជ្រងំបាត់ទៅវិញយ៉ាងគួរឲ្យចម្លែកលុះរហូតដល់ព្រឹកឡើងអ្នកភូមិក៏ប្រទះឃើញគោក្របីរបស់ពួកគាត់ងាប់ជាច្រើនក្បាលហើយមានស្នាមខាំជាប់បំពង់កដែលអាចសម្គាល់បានថាស្នាមនោះគឺវាខាំមានបំណងបឺតយកឈាមអ្វីដែលធ្វើឲ្យអ្នកភូមិព្រឺក្បាលបំផុតនោះគឺនៅក្បែរសាកសពទាំងនោះមានបន្សល់ទុកនៅស្នាមជើងចម្លែកតែវារាងពាក់កណ្ដាលជាជើងមនុស្សនិងពាក់កណ្ដាលទៀតគឺជាជើងសត្វខ្លាធំភាពភ័យខ្លាចបានលុកលុយពាសពេញភូមិចាស់ទុំនៅក្នុងភូមិក៏នាំគ្នាមូលមីប្រជុំគ្នានៅឯផ្ទះលោកមេភូមិហើយបាននាំគ្នាខ្សឹបខ្សៀវខ្សៅតគ្នានឹងនិយាយថាណែអ្នកទាំងអស់គ្នានេះមិនមែនជាសត្វសាហាវធម្មតាទេបើតាមតែខ្ញុំគិតមើលទៅណាវាគឺជាខ្លាស្មឹងគ្រូអាគមខ្មៅដែលរៀននៅវិជ្ជាខុសរហូតคล้ายទៅជាបិសាចពាក់កណ្ដាលមនុស្សនិងពាក់កណ្ដាលជាសត្វខ្លានឹងឯងចំណែកឯលោកមេភូមិគាត់មានឈ្មោះថាលោកតាកយគាត់បាននិយាយវិភាសាគ្នាជាមួយនឹងអ្នកភូមិជាច្រើនអ្នកទៀតនៅពេលដែលឮអ្នកភូមិបានពោលពាក្យវិចារដូចនេះតគ្នាគាត់ទ្រាំមិនបានក៏ឧទានទៅកាន់អ្នកភូមិទាំងអស់នោះថាជប់សិនណាអ្នកភូមិទាំងអស់គ្នាកុំតន់អាលវិនិច្ឆ័យទៅលើលោកតាឆៃអីចាំមើលខ្ញុំឲ្យគេទៅស៊ើបអង្កេតមើលសិនចោះបើតាមតែខ្ញុំគិតមើលទៅវាអាចនឹងពាក់ព័ន្ធជាមួយនឹងតាឆៃ 50% ដែរកុំតន់អាចជ្រួលច្របល់និងគិតអាក្រក់អំពីគាត់អីចាំមើលបន្តិចសិនទៅណាមួយគាត់ក៏ធ្លាប់មានគុណស្រ័យជួយសង្គ្រោះអ្នកភូមិយើងដែលត្រូវអំពើខ្មោចចូលនិងអាប់ធ្មប់អ្នកដទៃដែរប៉ុន្តែបើតាមតែខ្ញុំសង្កល់មើលទៅណាលោកមេភូមិសត្វនេះគឺវាចុះពីលើខ្នងភ្នំមកស៊ីសាច់ស្រកនិងបឺតយកប្រលឹងហើយណែលោកមេភូមិឯងកុំគិតតែពីរឿងនឹងពេកបើតាមតែខ្ញុំគិតមើលទៅគ្មានអ្នកចម្ងាយឯណាវាដឹងថាស្ថានភាពភូមិឋានរបស់យើងមានទម្រង់យ៉ាងម៉េចនោះទេពួកខ្ញុំទាំងអស់គ្នានេះ
បានសម្រេចចិត្តគិតយ៉ាងច្បាស់ហើយថានេះគឺជាតាឆៃឲ្យពិតប្រាកដហើយបើក្រៅពីតាឆៃគ្មាននរណាគេដឹងថាភូមិយើងមានសន្តានភាពឬក៏អំពើសន្តិសុខផ្សេងៗនៅក្នុងភូមិយ៉ាងស្ទាត់ជំនាញច្បាស់ពីការយកការច្បាស់ជាតាឆៃនឹងឯងលុះនៅពេលដែលអ្នកភូមិម្នាក់ៗបានតវ៉ាទៅកាន់លោកមេភូមិគឺតាកយរួចពួកគេក៏រំសាយក្រុមហើយក៏នាំគ្នាចូលទៅតាមគេហដ្ឋានឲ្យរៀងខ្លួនទៅ3ថ្ងៃក្រោយមកក្មេងស្រីក្រមុំម្នាក់នៅក្នុងភូមិព្រៃទទឹងនោះក៏ស្រាប់តែបាត់ខ្លួនឈឺសន្លប់ស្ដុកស្ដឹងនឹងបានចេញជាក្រសែភ្នែករលីងរលោងសម្លឹងមើលទៅលើពិដានផ្ទះរបស់គេហើយមាត់តែរអ៊ូជាភាសាចម្លែកគ្មាននរណាគេស្រាប់បានសូម្បីតែមួយម៉ាត់ដោយអស់ជំរឿខ្លាំងពេកលោកតាកយដែលជាមេភូមិជាមួយនឹងឪពុករបស់ក្មេងស្រីម្នាក់នោះពួកគាត់ក៏បានសម្រេចនាំគ្នាយកម្លូនិងស្លាព្រមទាំងទៀននិងធូបទៅក្រាបសំពះអង្វរតាឆៃដល់ខ្ទមរបស់គាត់ខណៈពេលនោះតាឆៃគាត់កំពុងតែអង្គុយបុកស្លាម្លូគាត់បានសម្លឹងមើលទៅមុខអ្នកភូមិដោយកែវភ្នែកមុតស្រួចហើយគាត់ក៏បានទទួលសំណែនពីពួកគាត់ទាំងពីររួចហើយគាត់បានអុជធូបចំនួន3សរសៃគាត់បានលើកដៃប្រណម្យដាក់លើថ្ងាសបួងសួងសុំបើផ្លូវមួយសន្ទុះក្រោយមកផ្សែងធូបដែលបានហុយឡើងទៅលើត្រង់លុះដល់ពាក់កណ្ដាលក៏ស្រាប់តែបត់កងចុះមកក្រោមវិញហើយប្រែទៅជាពណ៌ខ្មៅចំណែកឯតាឆៃគាត់បានដកដង្ហើមធំរួចហើយគាត់ក៏ពោលសំឡេងស្អកស្អកទៅកាន់លោកមេភូមិជាមួយនឹងឪពុកក្មេងស្រីនោះថាអ្នកទាំងពីរអើយដូចជាមិនសូវមានសង្ឃឹមសោះវាគឺជាបិសាចស្មឹងចាស់វសាវាស៊ីសាច់ឈាមសត្វដើម្បីបើកម្លាំងហើយនៅពេលនេះវាបានចង់យកព្រលឹងក្មេងស្រីបរិសុទ្ធដើម្បីឲ្យវាអាចមានជីវិតអមតៈនៅក្នុងរាងកាយជាមនុស្សបើសិនជាឆ្លងផុតយប់នេះណាព្រលឹងក្មេងស្រីនេះនឹងត្រូវវាស៊ីបាត់ចាក់ជាមិនខានឡើយដូច្នេះចូលពួកលបងទាំងពីរនៅជាមួយនឹងខ្ញុំដើម្បីរក្សាសុវត្ថិភាពទៅកាន់ក្មេងស្រីនេះខ្ញុំជឿជាក់ថាវេលាយប់នេះវាប្រកាសជាមករកនៃក្មេងស្រីនេះជាក់ជាមិនខានឡើយបន្ទាប់ពីគាត់ពោលបែបនេះចប់ចំណែកឯមើលទៅបរិយាកាសនៅពេលនោះធ្វើឲ្យគាត់មានអារម្មណ៍ថាក្តុកក្តួលខ្លាំងណាស់មកកាន់កូនស្រីការរៀបចំពិធីសិលនិងការប្រជុំមុខក៏ចាប់ផ្ដើមកើតឡើងយប់នោះព្រះច័ន្ទត្រូវបានបាំងដោយពពកខ្មៅងងឹតឈឹងបើនិយាយអំពីលោកតាឆៃគាត់បានរៀបចំរដាប់នៅចំកណ្ដាលទីធ្លាផ្ទះអ្នកជំងឺបន្ទាប់មកគាត់បានយកខ្សែសីមាយកទៅរុំព័ទ្ធតាមចុចសសរផ្ទះចំនួន7ជាន់ដោយគាត់បានដោតទង់រលកនិងត្រៀមអង្ករសិទ្ធដែលបានប្រសិទ្ធិពីសំណាក់លោកគ្រូបាអាចារ្យនៅឯទីអារាមអង្គដែលមានប្រសិទ្ធដោយមុនអាគមអូមអាមដ៏ខ្លាំងពូកែនោះត្រូវរក្សាដាក់ទៅក្នុងកែវនិងចាននៅជុំវិញសាកសពរបស់ក្មេងស្រីដែលត្រូវអំពើបន្ទាប់មកគាត់ក៏បានយកដាវដែកថែបដែលសូនចេញអំពីឈាមរបស់គ្រូអាគមចំនួន7នាក់គាត់បានយកទៅតម្កល់នៅក្បែរដំណេករបស់ក្មេងស្រីនោះក្រោយមកគាត់បានប្រាប់ទៅកាន់អ្នកភូមិទាំងអស់គ្នាឲ្យចូលទៅក្នុងផ្ទះរៀងខ្លួនហើយបិទទ្វារឲ្យជិតហើយបើទោះបីជាឮសំឡេងអ្វីក៏ហាមបើកមើលឬក៏ស្រែកហៅឈ្មោះនរណាម្នាក់ឲ្យសោះនេះគឺជាដំណំដាច់ខាតពីតាឆៃប្រាប់ទៅកាន់អ្នកភូមិនៅពេលដែលគាត់កំពុងតែធ្វើពិធីពាក់កណ្ដាលអត្រាតណាស់ទៅហើយខ្យល់ត្រជាក់បានបោកបក់យ៉ាងខ្លាំងរហូតធ្វើឲ្យដើមឈើធំៗទទន់ទៅតាមកម្លាំងនៃខ្យល់នោះរីឯសំឡេងសត្វទីទុយបានយំកងរំពងខ្ទាស់ខ្ទាពាសពេញភូមិដែលនៅឯជាព្រៃស្ដាប់ទៅគួរឲ្យព្រឺសម្បុរខ្ញាក់តែម្ដងក្រោយមកក៏ស្រាប់តែមានសំឡេងស្រិបដែលដូចជាសំឡេងជើងដើរជុំវិញផ្ទះសម្រាប់ជើងធ្ងន់បានបោះជំហានមួយរួចក៏មានសំឡេងកោសទ្វារយ៉ាងកកិតបើកទ្វារឲ្យអញឃ្លានណាស់សំឡេងមនុស្សប្រុសស្អកបន្លឺឡើងលាយឡំជាមួយនឹងសំឡេងក្រហឹមរបស់នៃសត្វខ្លាធំនោះចំណែកឯតាឆៃគាត់អង្គុយពេនភ្នែននៅនឹងរៀលហាលមុខផ្ទះគាត់បានបិទភ្នែកតាំងសមាធិ
ដើម្បីរំលឹកដល់គុណធម៌ភាវនានិងសូត្រនៅមន្តគាថាការពារឲ្យបានមានបារមីខ្ពស់ផងដែរស្មឹងនោះបានដឹងថាមានខ្សែសីមាការពារវាខឹងសម្បាយ៉ាងខ្លាំងវាក៏ស្រែកក្រហមឡើងរញ្ជួយដីតែម្ដងរួចហើយវាក៏បានលូតចេញពីស្រមោលងងឹតហើយបានបង្ហាញរូបរាងពិតរបស់វាគឺជាខ្លាធំមួយក្បាលសម្បុរខ្មៅរលោងលាយឡំជាមួយនឹងឆ្នូតពណ៌លឿងហើយកែវភ្នែករបស់វានោះមើលទៅគួរឲ្យព្រឺសម្បុរតែម្ដងសម្លឹងមើលមកកាន់តាឆៃសឹងតែចង់ជ្រុះគ្រាប់ភ្នែកទៅហើយប៉ុន្តែមុខរបស់វាគឺជាមនុស្សចាស់ជរាដែលមានចង្កូមវែងទៅវិញនោះទេបើសិនជាមើលមួយផ្លែតគឺយើងអាចសម្គាល់ថាវាគឺជាសត្វខ្លាយ៉ាងពិតប្រាកដប៉ុន្តែបើសិនជាយើងមើលឲ្យបានជាក់លាក់នោះតាមពិតទៅសត្វខ្លានោះវាគឺជាមុខមនុស្សនោះទេដែលបានកាត់ឡើងចេញពីលោកគ្រូស្មិលនឹងឯងក្រោយមកខ្លាស្មឹងនោះវាបានហក់លោតសំដៅមកលើដំបូលផ្ទះប៉ុន្តែត្រូវខ្ទាតទៅវិញដោយសារតែពន្លឺនៃបារមីរបស់សរសៃសីមាដែលតាឆៃបានហុំព័ទ្ធផ្ទះនៅពេលនោះវាបានបដូរយុទ្ធសាស្ត្រវាប្រហារដោយផ្លុំខ្យល់បំពុលពណ៌ខ្មៅសម្ដៅទៅកាន់តាឆៃដើម្បីបំបីសមាធិរបស់គាត់ខណៈដែលតាឆៃគាត់កំពុងតែអង្គុយសមាធិនៅនឹងក្បែរក្មេងស្រីកំពុងតែត្រូវអំពើនោះហើយតាឆៃក្រោយមកគាត់បានបើកភ្នែកឡើងដៃស្ដាំរបស់គាត់បានចាប់យកអង្ករសិលដែលបានប្រសិទ្ធិរួចនោះបន្ទាប់មកគាត់ក៏បានដាស់នៅបាលីគាថាមួយចំនួនទៀតក្រោយមកគាត់បានព្រោះចំសម្ដៅទៅលើពពកខ្មៅដែលបានបញ្ចេញពីនៃមន្តអាគមគ្រូស្មិលនោះធម៌របស់គាត់ពេលនោះក៏បានឧទានឡើងឧមៈអ្នកមោពុទ្ធាយៈចុះចេញភ្លាមទៅអាសត្វដេរិឆានអើយនៅពេលនោះឯងគ្រាប់អង្ករពេលដែលប៉ះទៅនឹងផ្សែងខ្មៅនឹងខ្លួនរបស់ខ្លាស្មិលក៏ស្រាប់តែផ្ទុះឬស្នូតែដូចជាផាវនឹងផ្នែកបន្ទោលអីចឹងហើយបានធ្វើឲ្យវាស្រែករោដោយក្តីឈឺចាប់ហើយរមៀលរនាលនៅលើដីដោយសម្រេចនឹងការឈឺចាប់វាបានអស់កម្លាំងនឹងធម្មពលប៉ុន្តែបិសាចនោះមានឫទ្ធិខ្លាំងណាស់វាក៏បានស្ទុះក្រោកឡើងម្ដងទៀតរួចបានបើកកន្ទុយរបស់វាយកំទេចសសររៀនហាលបំណងនឹងកំទេចទីកន្លែងសិលរបស់តាឆៃខណៈពេលនោះតាឆៃគាត់ដឹងថាគាត់មិនអាចប្រើត្រឹមតែមន្តការពារបាននោះទេហើយតាឆៃគាត់ក៏បានស្ទុះក្រោកឈរឡើងដើរទៅដកដាវដែលបានសូនចេញអំពីដៃថែបបញ្ចុះទៅដោយឈាមគ្រូទាំង7ហើយដាវនោះមានពន្លឺពណ៌ចាញ់ចាំងភ្លេចនៅក្នុងសភាពងងឹតគាត់បានរត់សម្ដៅទៅរកខ្លាស្មិលនោះហើយខ្លាស្មិលនោះបានហក់មកខាំតាឆៃគាត់ក៏បានគេចផុតរួចគាត់ក៏បានកាប់ត្រូវស្មារបស់វាមួយដាវឈាមពណ៌ខ្មៅយ៉ាងស្អិតរមួតហូរចេញពីរូបរាងកាយរបស់ខ្លាស្មិលនោះប៉ុន្តែវាមិនទាន់ស្លាប់ភ្លាមនោះទេវាបែរជាមកក្រញ៉ាំខ្វាយត្រូវដើមទ្រូងតាឆៃបណ្ដាលឲ្យគាត់មុតរបួសហូរឈាមយ៉ាងខ្លាំងបើទោះបីជារបួសតាឆៃមិនរាថយគាត់ដឹងថាចំណុចខ្សោយរបស់អាខ្លាស្មិលនោះគឺព្រលឹងរបស់វាមិនទាន់បានឃ្លាតពីស្រមោលខ្លួនឯងតាឆៃគាត់បានយកឈាមពីមុខរបួសរបស់គាត់នោះយកទៅគូសធ្វើជាយ័ន្តនៅលើដាវរួចហើយគាត់ក៏បានដាស់នៅបាលីគាថារបស់គាត់ចងព្រលឹងនៅពេលដែលខ្លាស្មិលនោះបានហក់មកម្ដងទៀតដោយប្រើកម្លាំងចុងក្រោយរបស់វាតាឆៃបានទម្លាក់ខ្លួនចុះក្រោមរួចគាត់ក៏បានចាក់ដាវនោះចំស្រមោលរបស់វានៅលើដីយ៉ាងកប់នៅពេលដែលគាត់បានធ្វើបែបនេះរួចក៏ស្រាប់តែមានពន្លឺពណ៌លឿងចេញពីដាវដែលបានដោតទម្លុះស្រមោលនោះចំណែកឯអាខ្លាស្មិលដែលបានកើតចេញពីគ្រូអាគមបែកស្រែកលូយ៉ាងត្រហឹងអើងកងរាងកាយរបស់វាក៏ប្រកាច់រួចក៏ចាប់ផ្ដើមរួមតូចទៅคล้ายជាផេះពណ៌សលាយជាមួយនឹងពណ៌ខ្មៅបន្សល់ទុកត្រឹមតែលលាក្បាលមនុស្សមួយប៉ុណ្ណោះនៅលើដីចំណែកឯតាឆៃគាត់បានយកក្អមដីដើម្បីយកទៅដាក់នៅជាមួយនឹងអំពើនៃព្រលឹងដែលគាត់បានខាត់ទុកនោះរីឯលលាក្បាលខ្មោចគាត់បានដាក់ចូលទៅក្នុងមាត់ក្អមរួចក៏បានយកក្រណាត់ពណ៌ក្រហមនិងចាក់ទឹកក្រមួនបិទជិតពីលើដើម្បីកុំឲ្យវិញ្ញាណទាំងអស់នោះវាអាចនឹងចាប់ជាតិមកធ្វើបាបគេឯងសាជាថ្មីភ្លាមនោះបន្ទាប់ពីបិសាចស្មិលត្រូវបានកម្ចាត់មេឃពណ៌ខ្មៅងងឹត
ក៏ចាប់ផ្ដើមស្រឡះឡើងវិញហើយភ្លៀងក៏ចាប់ផ្ដើមរាំងបើនិយាយអំពីក្មេងស្រីឯនោះវិញដែលកំពុងតែដេកសន្លប់យ៉ាងស្ដុកស្ដម្ភនៅក្នុងផ្ទះក្រោយមកនាងក៏ស្រាប់តែដកដង្ហើមធំរួចបានបើកភ្នែកព្រឹមស្រឹមដឹងខ្លួនជាធម្មតាហាក់ដូចជាទើបតែនឹងភ្ញាក់ពីសុបិនអាក្រក់អញ្ចឹងលុះព្រឹកឡើងអ្នកភូមិបានចេញមកមើលទិដ្ឋភាពដែលបានបែកបាក់នឹងឃើញតាឆៃអង្គុយយ៉ាងសេចក្តីហត់នឿយហើយខ្លះទៀតបានឃើញរបួសគាត់នៅលើដើមទ្រូងនិងដៃពួកគេបាននាំគ្នាក្រាបសំពះអរគុណតាឆៃដែលជាគ្រូអាគមចំណាស់មួយរូបដែលត្រូវបានជួយសង្គ្រោះអ្នកភូមិតាឆៃគ្រាន់តែញញឹមបន្តិចរួចក៏បានប្រមូលនៅសង្ឃដីការបស់គាត់ដែលត្រឡប់ទៅកាន់ខ្ទមនៃគាត់វិញនៅឯចុងភូមិឯណោះទាំងសភាពស្ងៀមស្ងាត់បើទោះបីជាគាត់បានជួយសង្គ្រោះអ្នកភូមិព្រៃទទឹងចេញពីខ្លាស្មើយ៉ាងណាក៏ដោយក្តីចិត្តរបស់តាឆៃមិនអាចរក្សាសេចក្តីសុខបាននោះទេភាពភ័យខ្លាចការសោកស្ដាយនិងការជឿចាប់ពីរបួសដែលមិនទាន់បាននឹងជាសះស្បើយក៏បានមកលងបន្លាចគាត់ជារៀងរាល់យប់ស្នាមសាក់យ័ន្តបុរាណនៅលើរាងកាយរបស់គាត់ក៏ចាប់ផ្ដើមប្រែពណ៌ទៅជាពណ៌ខ្មៅងងឹតហាក់ដូចជាមានជីវិតកំពុងតែដាស់តឿនគាត់សំឡេងក្រហឹមរបស់ខ្លាដែលគាត់ធ្លាប់តែកម្ចាត់និងសម្លាប់តែងតែឮនៅក្នុងត្រចៀករបស់គាត់ហើយបណ្ដាលជំរុញឲ្យគាត់ធ្វើតាមសភាគតិនោះនៅយប់មួយនៅពេលដែលព្រះច័ន្ទរះត្រចង់ពេញបរមីចែងចាំងជះឆ្លុះមកលើផែនដីដោយរស្មីពន្លឺភ្លឺថ្លាយ៉ាងត្រជាក់លោកតាឆៃបានបាត់បង់ការគ្រប់គ្រងទាំងស្រុងបាត់ទៅហើយណាមួយដោយសារតែរាងកាយរបស់គាត់ក៏ចាប់ផ្ដើមប្រែប្រួលយ៉ាងលឿនដោយសារតែអាយុគាត់រៀងជ្រេះបន្តិចទៅហើយដែរសក់របស់គាត់ក៏ប្រែទៅជាពណ៌ខ្មៅស្រអាប់ក្រញាំដៃយ៉ាងមុតស្រួចនិងមានចង្កូមវែងលេចចេញមកហើយភ្នែករបស់គាត់ទៀតសោតនោះគឺភ្លឺឡើងដូចជារងើកភ្លើងអញ្ចឹងក្រោយមកគាត់បានប្រែក្លាយទៅជាខ្លាស្មើដ៏ធំសម្បើមមានសម្បុរពណ៌ខ្មៅស្រអាប់លាយឡំជាមួយនឹងស្នាមសាក់យ័ន្តដែលបានបញ្ចេញពន្លឺក្រហមនៅលើរាងកាយរបស់គាត់នោះឯងខ្លាស្មើតាឆៃក៏បានចាប់ផ្ដើមលបចូលទៅក្នុងភូមិហើយគាត់មិនអាចគ្រប់គ្រងនៃអារម្មណ៍របស់គាត់បានធ្វើឲ្យសភាវគតិបិសាចបានគ្រប់ដណ្ដប់មកកាន់គាត់បាត់ទៅហើយក៏ជំរុញឲ្យគាត់ចូលទៅក្នុងភូមិដែលរកចំណីអាហារនិងបំភ័យអ្នកស្រុកអ្នកភូមិសំឡេងក្រហឹមដ៏ខ្លាំងលាន់ឮពាសពេញភូមិធ្វើឲ្យអ្នកភូមិគ្រប់គ្នាកំពុងតែដេកលង់លក់ក្នុងដំណេកនៅពេលដែលឮសំឡេងបែបនេះក៏មានការតក់ស្លុតអ្នកខ្លះទៀតមិនហ៊ានចេញពីផ្ទះទៀតផងក្មេងៗយំសោកសង្រេងនិងមនុស្សចាស់បន់ស្រន់សូមឲ្យមានអ្នកមកជួយនៅពេលដែលភាពអស់សង្ឃឹមសម្រាប់អ្នកភូមិព្រៃទទឹងជិតគ្រប់ដណ្ដប់អ្នកភូមិទាំងស្រុងបាត់ទៅហើយក៏ស្រាប់តែមានពន្លឺពណ៌មាសមួយបានលេចចេញឡើងនៅឯជ័យភូមិចុងព្រៃម្ខាងឯណោះនោះគឺជាលោកឪសង្ឃព្រះអង្គទ្រង់គឺជាព្រះសង្ឃមួយអង្គដែលចូលចិត្តដែលនិមន្តទុដងនៅក្នុងព្រៃដ៏ល្បីខាងមន្តអាគមនិងចិត្តមេត្តាប្រោសសត្វលោកហើយព្រះអង្គទ្រង់បាននិមន្តមកពីទីឆ្ងាយនៅគ្រានោះគណៈដែលលោកឪសង្ឃមានសិលធម៌យ៉ាងខ្ពស់និងមានអាគមអូមអាមការពារខាងផ្លូវងឹតយ៉ាងខ្លាំងទៀតផងនៅពេលដែលព្រះអង្គមានវត្តមានមកកាន់ភូមិព្រៃទទឹងអ្នកភូមិមានភាពសប្បាយរីករាយជាខ្លាំងលោកឪសង្ឃទ្រង់បាននិមន្តចូលទៅក្នុងភូមិហើយទ្រង់បានសូត្រនៅបរិកម្មគាថារបស់ព្រះអង្គដើម្បីការពារព្រះកាយពីពពួកសភាវៈអាក្រក់ដើម្បីកុំឲ្យអ្នកភូមិមានការភ័ន្តច្រឡំមកកាន់ទ្រង់ក៏ចាប់ផ្ដើមសង់ដីកាទៅកាន់អ្នកភូមិគ្រប់គ្នាថាកុំឲ្យខ្លាចទ្រង់អីលោកឪសង្ឃដឹងថានេះគឺជាការប្រយុទ្ធដ៏លំបាកព្រោះខ្លាស្មើនេះមានដើមកំណើតចេញពីគ្រូអាគមដែលមានសិលធម៌ល្អដែរលោកឪសង្ឃត្រូវបានប្រើអាគមទាំងចិត្តមេត្តាដើម្បីបង្ក្រាបវាខណៈពេលដែលលោកឪកំពុងតែប្រើអារម្មណ៍ស្មឹងស្មាតមិនទាន់នឹងសម្រេចចិត្តផងនោះក៏ស្រាប់តែលេចវត្តមានលោកមេភូមិគឺលោកតាកយបានមកនិយាយជាមួយនឹងព្រះអង្គថាខ្ញុំកណាសូមនិមន្តលោកឪទៅផ្ទះខ្ញុំកណាសឹងមកយប់សិនចោះហើយលោកឪចាំព្រឹកស្អែកឡើងខ្ញុំកណានឹងប្រាប់រឿងរ៉ាវនៅក្នុងភូមិនេះ
គណៈពេលដែលលោកមេភូមិពោលពាក្យដូច្នេះហើយលោកឪសុងព្រះអង្គទ្រង់ក៏បានសង្ឃដីកាទៅកាន់លោកមេភូមិគឺលោកតាកយនោះថាចម្រើនពរញោមមិនអីទេអាត្មាសឹងនៅកន្លែងនេះបានហើយអាត្មាមិនអាចសឹងនៅក្នុងផ្ទះញាតិញោមបានទេអាត្មាគឺជាព្រះសង្ឃទុដងអាត្មាមានឆាត់ទុកគ្រាន់គ្រប់ដណ្ដប់រាងកាយការពារមុខខំមិនអីទេណាញោមយប់នេះអាត្មានឹងប្រឈមមុខជាមួយនឹងវាហើយបើសិនជាវាចេញវត្តមានមកម្ដងទៀតនោះអាត្មាណែនឹងសូត្រនៅបរិកម្មគាថារងាប់និងបង្ក្រាបវាឲ្យតតែបានបើសិនជាខ្សាត់នោះវាមិនស្ដាប់បង្គាប់អាត្មាទេអាត្មាមិនអាចហាមឃាត់វាបានឡើយបន្ទាប់ពីលោកឪសង្ឃដីកាចប់លោកវិភូមិក៏ថ្វាយបង្គំលាធ្វើដំណើរទៅផ្ទះគាត់វិញដោយសារតែគាត់មិនអាចនៅបង្អង់យូរនោះទេណាមួយមេឃក៏រៀងយប់បន្តិចទៅហើយដែរនៅកណ្ដាលទីធ្លាភូមិក្រោមពន្លឺព្រះច័ន្ទពេញបរមីលោកឪសង្ឃបានឈរមុខជាមួយនឹងខ្លាស្មើនោះគឺតាឆៃនឹងឯងខ្លាស្មើបានក្រហមយ៉ាងខ្លាំងសម្ដៅទៅកាន់លោកឪសង្ឃប៉ុន្តែត្រូវចាប់ឃាត់ដោយរង្វង់មុនដែលលោកឪសង្ឃកំពុងតែគូសនោះលោកឪសង្ឃទ្រង់បានបរិកម្មគាថាសូត្រអន្តងព្រលឹងនិងសភាវៈនៅក្នុងព្រៃទាំងអស់ឲ្យមកអប់រំនិងដាស់សតិលោកតាឆៃដែលជាคล้ายទៅជាខ្លាស្មើនឹងឯងបន្ទាប់មកព្រះអង្គទ្រង់បានបោះអង្គសិទ្ធសម្ដៅទៅរកសត្វខ្លាស្មើដែលមានរូបរាងស្រដៀងនឹងសត្វខ្លាបន្តិចនិងជាមនុស្សបន្តិចឆៃអើយឆៃញោមឯងឈប់បានឈប់ទៅណាអាត្មាសូមបានបាត់ទៅចោះញោមពីមុនមកមិនមែនជាមនុស្សបែបនេះនោះទេនេះហើយគឺជាលទ្ធផលដែលញោមឯងរៀននៅរបៀនគាថាគ្មានគ្រូបាអាចារ្យណាបង្រៀនព្រានប្រដៅញោមឯងនោះសូមឈប់ទៅចំណែកឯខ្លាស្មើគឺលោកតាឆៃនោះបានបញ្ចេញនៅសំឡេងកំហកមកដាក់លោកតាសង្ឃវិញថាយើងមិនខ្លាចឯងទេសូមឯងចាក់ចេញពីផ្លូវយើងទៅយើងមិនបានចេតនាបៀតបៀនមកកាន់ឯងនោះទេដោយសារតែភាពរឹងទទឹងលោកឪសង្ឃទ្រង់គ្មានជំរឿសឡើយទ្រង់បានសង្ឃដីកាជាលើកចុងក្រោយទៅកាន់ញោមឆៃថាណែញោមឆៃញោមខ្លាយខ្លួនទៅជាខ្លាស្មើបែបនេះអាត្មាទូលមានព្រានប្រដៅញោមមិនស្ដាប់អាត្មានោះទេណាស់ហើយទៅចោះតាមកម្មតាមផលរបស់សត្វលោកទៅអាត្មាគ្រាន់តែប្រាប់យកតែបនទេណាញោមបន្ទាប់ពីលោកឪសង្ឃដីកាចប់លោកឪក៏ចាប់ផ្ដើមសូត្រនៅបរិកម្មគាថាបានបញ្ចុះទៅក្នុងដំបងសិលរបស់ទ្រង់ដែលទ្រង់ធ្វើជាឈើច្រត់និមន្តឆ្លងព្រៃចូលអូជ្រលងដងដូដើម្បីធ្វើការនិមន្តនិងសមាធិទុដងនៅក្នុងព្រៃនៅពេលដែលលោកឪបានបោះនៅដំបងនោះទៅចំខ្លួនប្រាណរបស់ខ្លាស្មើគឺលោកតាឆៃនោះអំណាចអាគមរបស់លោកឪបានធ្វើឲ្យគ្រប់ដណ្ដប់សពសារពើពាសពេញរាងកាយរបស់ខ្លាស្មើនោះចំណែកឯក្របអង្គដែលលោកឪបានបាចនៅពេលដែលប៉ះនឹងខ្លាស្មើវាក៏បញ្ចេញពន្លឺពណ៌មាសធ្វើឲ្យវាស្រែករោដោយសេចក្តីឈឺចាប់តាឆៃខ្លាស្មើមិនព្រមចុះចាញ់នោះទេដោយសារតែវាមិនទាន់ចុះញោមជាមួយនឹងលោកឪឡើយវានៅតែខំប្រឹងប្រែក្រញាំដល់មុតស្រួចរបស់វាខំសីមានោះឲ្យដាច់ប៉ុន្តែត្រូវពន្លឺពណ៌មាសនៃអង្គសិលដែលលោកឪបានបាចនោះទប់ទល់ជាមួយនឹងឥទ្ធិពលរបស់វាភ្លាមលោកឪសង្ឃទ្រង់បានប្រើអាវុធមួយយ៉ាងដែលទ្រង់បានបង្កប់នៅក្នុងថង់យាមនោះគឺជាអាវុធមួយដែលមិនអាចដឹងស្មានថាលោកឪហ៊ានប្រើសោះអាវុធនោះគឺជាកំបិតស្នៀតដែលបានបញ្ចុះទៅដោយយ័ន្តគាថាតាំងតែពីសម័យបុរាណកាលមកម្ល៉េះនៅពេលនោះឯងលោកឪសង្ឃទ្រង់បានគប់កំបិតស្នៀតនោះទៅចំកញ្ចឹងកនៃសត្វខ្លាស្មើនោះបានបណ្ដាលឲ្យខ្លាស្មើគឺលោកតាឆៃបានដួលខ្ពកទៅលើដីហើយការពិចារណារបស់លោកឪគឺមិនខុសនោះទេលោកឪធ្វើបែបនេះគឺមិនចង់ឲ្យញោមឆៃប្រព្រឹត្តតែអំពើបាបកម្មតទៅទៀតឡើយក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោងបើទោះបីជាមានរបួសប៉ុន្តែលោកឪសង្ឃទ្រង់មិនព្រមចុះចាញ់ឡើយហើយលោកឪសង្ឃដឹងថាមិនអាចសម្លាប់ខ្លានោះបានដោយដៃទៅទេព្រោះតែវិញ្ញាណដែលរងទុក្ខលោកឪសង្ឃត្រូវតែប្រើចិត្តមេត្តាដើម្បីរំដោះវាលោកឪសង្ឃនៅគ្រានោះ
ទ្រង់បាននិមន្តទៅពេនភ្នែកសូត្រនៅគាថារំដោះវិញ្ញាណនិងបញ្ជូនចិត្តមេត្តាទៅរកខ្លាស្មើស្រាប់តែមានពន្លឺពណ៌មាសបានភ្លឺចេញពីរាងកាយរបស់ខ្លាស្មើឬក៏លោកតាឆៃនោះខ្លាស្មើតាឆៃបានស្រែកលូយ៉ាងទ្រហឹងរាងកាយរបស់គាត់ក៏ចាប់ផ្ដើមប្រកាច់រួចក៏ចាប់ផ្ដើមរួមតូចទៅខ្លាយទៅជាផេះពណ៌សនៅពេលដែលខ្លាស្មើតាឆៃត្រូវបានកម្ចាត់ទៅភាពស្ងប់ស្ងាត់នៅក្នុងភូមិព្រៃទទឹងក៏ត្រឡប់មកវិញចំណែកឯអ្នកភូមិព្រៃទទឹងទាំងអស់គ្នាក៏បាននាំគ្នាចេញមកមើលទិដ្ឋភាពដែលបានបែកបាក់ឃើញថាលោកឪសុងកំពុងតែគង់សមាធិទាំងសភាពហត់នឿយនិងមានរបួសទៀតផងពួកគេគ្រានោះបាននាំគ្នាក្រាបសំពះអរគុណទៅកាន់លោកឪដែលជាព្រះសង្ឃតែមួយអង្គគត់ដែលបានជួយសង្គ្រោះអ្នកភូមិពួកគេបើសិនជាទ្រង់មិននិមន្តមកតាន់ពេលនោះទេយប់នោះអ្នកភូមិនឹងខ្លាយទៅជាចំណីនៃខ្លាស្មើគឺតាឆៃនោះបាត់ទៅហើយឃើញអ្នកភូមិចេញមកអបអរទ្រង់ដូច្នេះលោកឪសុងគ្រាន់តែប្រើព្រះភ័ក្រញញឹមបន្តិចរួចក៏បន្តនិមន្តទៅមុខទៀតចំណែកឯផេះផង់របស់តាឆៃខ្លាស្មើត្រូវបានអ្នកភូមិយកទៅកប់នៅក្រោមដើមពោធិព្រឹក្សដ៏ធំមួយដើមដើម្បីឲ្យវិញ្ញាណនោះបានសេចក្តីសុខជារៀងរហូតដោយសារតែអ្នកភូមិធ្វើបែបនេះព្រោះពួកគេគិតថាដើមឡើយតាឆៃក៏ជាមនុស្សម្នាក់មានគុណមកកាន់អ្នកភូមិពួកគេដែរចាប់តាំងពីពេលនោះតរៀងទៅភូមិព្រៃទទឹងលែងមានរឿងរ៉ាវចម្លែកកើតឡើងតទៅទៀតហើយកេរ្តិ៍ឈ្មោះរបស់លោកឪសុងក៏កាន់តែល្បីល្បាញប៉ុន្តែលោកឪសុងនៅតែបន្តនិមន្តទៅមុខទៀតធ្វើដំណើរទៅតែអង្គឯងតែប៉ុណ្ណោះដោយសារតែទ្រង់ធ្វើបែបនេះគឺមានបំណងចង់ជួយសង្គ្រោះនិងប្រោសសត្វលោកជាពិសេសវិញ្ញាណអនាថាតែតល់នៅក្នុងព្រៃឬក៏តាមទីរហោឋានផ្សេងដែលរកសាច់ញាតិមិនឃើញដូច្នេះហើយបានជាព្រះអង្គសម្រេចប្រតិធ្វើដំណើរនិមន្តទុដងទៅអង្គឯងតាមតំបន់តាមឆ្នេរតាមកោះតាមព្រៃព្រឹក្សា